បាទជំរាបសួរបងប្អូនខ្ញុំឃើញតែចិត្តដល់បុណ្យអុំទូកអញ្ចឹងមានការសម្រាករយៈពេលយូរដែរបាទ3-4ថ្ងៃដូច្នេះខ្ញុំក៏បាទឆ្លៀតធ្វើវីដេអូមួយដែលខ្ញុំចង់ប្រាប់បងប្អូនដែលអញ្ជើញមកពីបាទនៅខេត្តឆ្ងាយដែលគាត់បានមកលេងសមុទ្របាទជាពិសេសមកខេត្តកែបនេះបាទអញ្ចឹងបងប្អូនដែលអញ្ជើញមកពីឆ្ងាយមិនដែលបានមកលេងសមុទ្រហើយបានអញ្ជើញមកកុំភ្លេចបងប្អូនមកដល់ខេត្តកែបគឺបងប្អូនឆ្លៀតពេលទៅលេងនៅកោះទុនសាយបាទនៅសហគមន៍កោះទុនសាយបាទដោយចម្ងាយពីដីគោកទៅកោះហ្នឹងគឺយើងធ្វើដំណើរតាមរយៈការជិះទូកបាទហើយយើងប្រើរយៈពេលប្រហែលជាជិតកន្លះម៉ោងបាទដោយសារចម្ងាយគឺប្រហែលជាបាទ6-7 គីឡូបាទហើយនេះគឺខ្ញុំបានទៅហើយខ្ញុំបាទបានមកដល់ហើយនៅជំរាបជូនបងប្អូនដែរថាយើងមានផែសងខាងបច្ចុប្បន្ននេះបាទមានការអភិវឌ្ឍស្អាតទៅលើផែបាទបងប្អូនមករកផែកោះទុនសាយហើយបងប្អូនមកគឺតាមរយៈការជិះទូកបាទហើយសមុទ្រទូកគឺអត់ថ្លៃទេបាទអញ្ចឹងបងប្អូនជើញមកជាលក្ខណៈគ្រួសារក៏បានបាទហើយជាក្រុមហ៊ុនក៏បានដែរអញ្ចឹងបងប្អូនមកអាចសម្រាកមួយយប់ឬក៏2យប់ឬក៏បងប្អូនជើញមកហើយត្រឡប់ទៅវិញក៏បានដែរបាទដោយយើងនៅកោះយើងមានជាប្រភេទបាទជាប្រភេទកញ្ចុះបាទជាប្រភេទកញ្ចុះដែលតម្លៃសមរម្យបាទយើងមានជាប្រភេទបឹងហ្គាឡូជាប្រភេទ resort បាទហើយនៅលើកោះគឺมันខ្វះអីទេបាទនៅយើងមានទឹកមានភ្លើងប្រើគ្រប់គ្រាន់ក្នុងដែរក៏យើងមានម្ហូបតម្លៃសមរម្យទេណាបងប្អូនបាទកុំថាបងប្អូនខ្លាចតែមកហ្នឹងគឺបាទជីទូកអស់ថ្លៃអត់សុវត្ថិភាពឬក៏មកដល់ហើយតម្លៃហ្នឹងវាម្ហូបអីថ្លៃកន្លែងគេងថ្លៃគឺអត់ទេបាទអញ្ចឹងបងប្អូនកុំភ្លេចមកមើលហើយនេះជាឆ្នេរហើយទឹកសមុទ្រស្អាតមែនទែនបងប្អូនបាទខ្ញុំបើកសំឡេងបងប្អូនស្ដាប់បាទបងប្អូនឃើញហើយទឹកសមុទ្រហ្នឹងគឺបាទរលកខ្លាំងមែនទែនបាទខ្លាំងមានន័យថាស្អាតកាលណាដែលអត់រលកទឹកអត់ស្អាតទេបាទហើយនៅលើកោះគឺយើងមានជាលក្ខណៈ resort បែបនេះបាទនេះគឺបាទបងប្អូនអាចធ្វើការទាក់ទងបានតាមរយៈលេខទូរស័ព្ទហ្នឹងបាទនេះជា resort របស់យើងខ្ញុំហ្នឹងបាទអញ្ចឹងបងប្អូនចង់មកអីអាចតាក់ទងតាមខ្ញុំបានបាទហើយយើងមានជាប្រភេទ resort បែបនេះណាបងប្អូនបាទមានទេសភាពស្រស់ស្អាតនៅជើងភ្នំបាទនៅលើកោះហ្នឹងគឺនៅលើជើងភ្នំបាទដែលមានធម្មជាតិបាទមានទាំងភ្នំមានទាំងសមុទ្រខ្យល់បរិយាកាសល្អបរិសុទ្ធបាទនេះបឹងហ្គាឡូយើងខ្ញុំឈ្មោះស្រីងិនបាទនេះជាលេខទូរស័ព្ទហើយម្ហូបយើងតម្លៃសមរម្យទេបងប្អូនបាទ
កុំបារម្ភថាថ្លៃបាទអញ្ចឹងបងប្អូនបានមកលេងហើយកុំភ្លេចណាបងប្អូនជួយមកលេងកោះទន្សាយបាទមានហើយមានតែខ្មែរបងប្អូនណាបាទជួយគ្នាជួយសហគមន៍ទេសចរបាទផ្សេងបាទអរគុណច្រើនបងប្អូនដូច្នេះបងប្អូនកុំភ្លេចអញ្ជើញមកលេងទាំងអស់គ្នាបាទបងប្អូនអាចតាក់ទងតាមរយៈខ្ញុំបានបាទតាម TikTok តាម Facebook Telegram ក៏បានដែរបាទអញ្ចឹងអរគុណច្រើនបងប្អូនជូនពរធ្វើដំណើរឱកាសបុណ្យអុំទូកនេះប្រកបទៅដោយសុខសុវត្ថិភាពទាំងអស់គ្នាបាទហើយបានមកលេងសមុទ្រកពតកែបបានមកដល់កែបហើយកុំភ្លេចបងប្អូនអញ្ជើញមកលេងនៅកោះទន្សាយទាំងអស់គ្នាបាទតម្លៃទូកសមរម្យបាទទូកដូចជាតម្លៃតែ$25ទេបាទដូច្នេះបងប្អូនកុំភ្លេចមកលេងអស់គ្នាបាទ